สุดได้បងប្អូនเรายังអស់ចង្វាក់ខ្សែហើយបងប្អូនយើងជ្រៀកទៅតែបាន80បកគោលទេបងប្អូនអត់ទាន់គ្រប់ទេគឺតម្រូវផងយើងជ្រៀកឲ្យបាន90បងប្អូនប៉ុន្តែទៅតែបាន80ទេតែលើវាអស់ចង្វាក់មួយខ្សែហើយតាមពិតចង្វាក់នេះចាស់ដែរទេបងប្អូនគឺយើងកាត់មកយូរហើយឥឡូវអស់ហើយយើងចូលដល់ចង្វាក់ថ្មីបងប្អូនហើយចង្វាក់ជ្រៀករបស់យើងគឺកាលពីដំបូងមកនេះវាមានជាកោដអានេះគេហៅថាចង្វាក់កាត់បងប្អូនពេលដែលយើងអត់កាត់អានេះគឺនៅតែចង្វាក់កាត់ដដែលទេគឺយើងជ្រៀកអត់ចូលទេបងប្អូនចូលប៉ុន្តែវាចូលពិបាកពេលដែលយើងកាច់អញ្ចេះហើយនេះឃើញយើងកាច់ហ្នឹងបងប្អូនតើតែយើងកាច់ហើយយើងយកមុខវារៀងប្រឆិតអញ្ចេះបងប្អូនទៅបានជ្រៀកស្រួលបើថាបតោតាមវាអញ្ចេះដដែលគឺជ្រៀករៀងពិបាកតែយើងបងប្អូនគឺវាចូលជ្រុលវាមុតជ្រុលធ្វើម៉ាស៊ីនយើងពិបាកឥឡូវយើងមកធ្វើការកាច់ថ្មិញហ្នឹងបងប្អូនយើងកាច់បាន2គ្រាប់ហើយបងប្អូនហើយការកាច់ថ្មិញរបស់យើងគឺយើងប្រើសោលេខ8បងប្អូនគឺលេខ8ជាពីមុនយើងហ្នឹងហើយកាច់ទុកដៃបងប្អូនកាច់ធ្វើម៉េចកុំឲ្យកន្លាច់សោតែកន្លាច់សោពីរដងគឺកាច់លេខបាក់ហើយបងប្អូនពីដំបូងគឺយើងដាក់អញ្ចឹងឯងបើសោថ្មីគឺស្រួលកាច់ទេបងប្អូនប៉ុន្តែបើសោចាស់រៀងពិបាកកាច់ហើយបងប្អូនដោយសារតែវាកន្លាច់មុខពីរដងហើយអញ្ចឹងវារៀងពិបាកកាច់វាបាក់ហើយបងដាក់បាន2 3ហើយបងបាក់3ហើយច្រើនបងប្អូនថ្មិញមានច្រើនបើយើងកាច់ចកោតហ្នឹងទេគឺថាពិបាកជ្រៀកមែនទេបងប្អូនបាក់ទៀតហើយបងប្អូនគឺការកាច់របស់យើងគឺកាច់អញ្ចឹងហើយបងប្អូនតទៅពីកាច់អស់ហើយគឺយើងកែមុខតែម្ដងហើយតែបានផ្លាតហើយគឺពិបាកហើយបងប្អូនទៅផ្លាតជួយមុខយើងនេះវារិចគឺវាផ្លាតច្រើនដងហើយបងប្អូនអញ្ចឹងហើយគឺមុខរិចវាពិបាកកាច់បាក់ច្រើនដែរបងប្អូនថ្មិញของយើងថ្មិញទូចខ្លីៗមែនតើបងប្អូនបើយើងអត់ដឹងកាច់គឺកាច់អត់បាក់ទេបងប្អូនដៃបងប្អូនគឺដៃថែបរឹងមែនតើបងប្អូនរឹងប៉ុន្តែស្រួយហ្នឹងដោយសារតែរឹងស្រួយហ្នឹងឯងទើបយើងកាច់បាក់ហ្នឹងបងប្អូនបើសិនជារឹងហើយអត់ស្រួយទៅជាទុនវិញគឺពិបាកក្នុងការកាច់ហើយបងប្អូនគឺកាច់វាតែនេះរឹងប៉ុន្តែវាស្រួយបងប្អូនតើបើយើងកាច់អស់ហើយគឺយើងឆាប់កែមុខបើយើងអត់កែមុខទេគឺពិបាកក្នុងការជ្រៀកបងប្អូនហើយសម្រាប់ម៉ាស៊ីនតូចយើងនេះគឺជ្រៀកតឹងណាស់បងប្អូនបើសិនជាយើងអត់កែមុខឲ្យបានត្រឹមត្រូវណាបងប្អូនហើយវាងាយនឹងខូចទៀតបងប្អូនដោយសារតែវាតឹងធ្វើវាទាញខ្លាំងអញ្ចឹងហើយវាខូចលឿនហើយបងប្អូនគឺយើងបាន80ហើយនៅខ្វះតែ10បកគោលទៀតទេបងប្អូន10បកគោលទៀតយើងគ្រប់ហើយយើងប្រហែលជាធ្វើការដឹកយកទៅដីថ្មីរបស់យើងហ្នឹងបងប្អូនហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនជម្រាបលាបងប្អូនសុខសប្បាយ